សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះពីadmin មានវីដេអូថ្មីមួយទៀតហើយចង់ចែករំលែកទៅកាន់បងប្អូនទាំងអស់គ្នានៅក្នុង Microsoft Word អំពីគន្លឹះដែលយើងចង់បន្តនៅក្នុងសិលឹកកិច្ចការរបស់យើងណាកុំឲ្យវាមានគម្លាតឆ្ងាយពីគ្នាពេកតោះឥឡូវដើម្បីកុំឲ្យខាតពេលយូរ admin សូមធ្វើការបង្ហាញជូនបងប្អូនឥឡូវបងប្អូនទាំងអស់គ្នាទស្សនាបាទអញ្ចឹងadmin ផ្លាស់ប្ដូរ font សិនមកចឹងបងប្អូនជឿចឹង admin ជ្រើសយក font ខ្មែរបាទតបមកទំហំ font admin ជ្រើសរើសយក14បដូរភាសាខ្មែរកន្លែងនេះ admin យកតម្រឹមកណ្ដាលបាទចឹងយើងសរសេរមកព្រះរាជាណាចក្រកម្ពុជាជាតិសាសនាព្រះមហាក្សត្របាទសាច់មានខានវាយ font ខ្មែរនៅកូដយូរចឹងវាធ្វើឲ្យមានខុសបាទចឹង admin ចង់បង្ហាញបងប្អូនទាំងអស់គ្នាត្រង់កន្លែងនេះឃើញវាមាន space ពេលចុះបន្ទាត់មកឃើញវាមានគម្លាតឆ្ងាយមែនតើអញ្ចឹងបើសិនជានៅក្នុងអត្ថបទរបស់បងប្អូននៅពេលដែលបងប្អូនចុះបន្ទាត់បងប្អូនមិនចង់ឲ្យវាមានគម្លាតឆ្ងាយជាងពេកទេបងប្អូន select លើវាមកតមកបងប្អូនចូលមកកាន់ត្រង់កន្លែង paragraph អញ្ចឹងនៅត្រង់កន្លែង spacing នេះវាមាន4ចំណុចឲ្យយើងមើលវាមាន before វាមាន after វាមាន spacing ហើយនឹង add អញ្ចឹងកន្លែងយើងត្រូវកែគឺ after អញ្ចឹងកន្លែងនេះបងប្អូនយក auto មកយក0មកបាទពេលដែលបងប្អូនរំកិលឃើញអាត្រង់កន្លែង preview នេះក៏វាផ្លាស់ប្ដូរឲ្យយើងដែរបាទជាបងប្អូនយក0មកកន្លែង line spacing នេះបងប្អូនជ្រើសយក single មកតបមកបងប្អូនយក OK មកបាទអញ្ចឹងពេលយើងចុះបន្ទាត់គឺវាលែងមានគឺចង់និយាយថាគឺវាលែងមានគម្លាតឆ្ងាយដូចពីមុនទៀតដែរជាសាសនាព្រះមហាក្សត្រលីខិតបើចំហអញ្ចឹងទៅបាទឃើញវាអត់មានគម្លាតឆ្ងាយពីគ្នាទេបាទអញ្ចឹងវីដេអូនេះមានតែប៉ុណ្្នឹងទេបើបងប្អូនគាត់ថាវីដេអូមួយនេះមានប្រយោជន៍បងប្អូនជួយ like ជួយ subscribe និងដាក់សញ្ញាកណ្ដឹងដើម្បីជាការលើកទឹកចិត្តដល់ admin ហើយវីដេអូនេះ admin មានតែប៉ុណ្្នឹងទេជួបគ្នាទាំងអស់គ្នាជាមួយនឹងបងប្អូនអរគ្នានៅវីដេអូក្រោយទៀត